នាងជានិស្សិតនិងជាអ្នករចនាវីដេអូហ្គេមបែបស្រមើស្រមៃមួយអភូតហេតុនាំនាងចូលទៅក្នុងពិភពហ្គេមនាសម័យបុរាណហើយបានក្លាយទៅជាតួអង្គមួយនៅក្នុងនោះភារកិច្ចរបស់នាងគឺត្រូវស្វែងរកស្នេហាពិតហើយមានបរិសុទ្ធសង្ហា4នាក់កំពុងប្រកួតប្រជែងគ្នាដើម្បីនាងវីដេអូហ្គេមទៅជាការប្រកួតប្រជែងស្នេហាតើអ្នកណាម្នាក់អាចយកឈ្នះបេះដូងរបស់នាងឆ្លងកាត់រឿងរ៉ាវជាច្រើនអ្នកដែលនាងចាប់អារម្មណ៍ក្នុងចំណោមពួកគេគឺព្រះអង្គម្ចាស់តែទីបំផុតនាងអាចស្វែងរកស្នេហាពិតនៅក្នុងពិភពហ្គេមនិមិត្តនេះបានដែរទេទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងលងស្នេហ៍ព្រះអង្គម្ចាស់មានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV ជាមួយគុណគឺប៉ុស្តិ៍លេខ10